ប្រសិនបើអ្នកពិតជាចង់ចាក់ចេញពីខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅបំណងប្រាថ្នានេះម្ដងទីបំផុតកាត់ចំណងដ៏កំសត់នោះការកើនឡើងនាពេលអនាគតរបស់យើងត្រូវបានធានារងចាំសម្ដេចរាជទាយាទយាងទៅកាន់ពិធីជប់លៀងផ្សព្វផ្សាយស្អែកបើយើងឲ្យនាងទៅហើយនាងបង្កបញ្ហាប្រមាថព្រះអង្គយ៉ាងណានោះឪពុកក្មេកណែនាំជាងខៃពេញមិនគោរពច្បាប់រំលោភលើផ្ទះ Marquis សំនឹងទទួលបានការវាយដំអំពើចំនួន20នឹងនិរទេសឪពុកគ្មានមេត្តាធ្វើបែបនេះនាងនឹងមិនរំខានដល់អាមេរិកទេឆ្មាំនាំនាងទៅឆ្ងាយគ្រប់គ្រងការវាយដំជាមុនតើមានអ្វីកើតឡើងនៅទីនេះបន្ទះអធិរាជនេះបានធ្លាក់ចុះភ្លាមខ្ញុំបានឃើញរន្ទះបាញ់ពេលនាងលុតជង្គង់គោលន់ប៉ះបន្ទះដោយផ្ទាល់តើនាងអាចជាមនុស្សថ្លៃថ្នូរសូម្បីតែបន្ទះអធិរាជក៏មិនអាចទ្រាំទ្រនឹងការលុតជង្គង់របស់នាងដែរឋានៈខ្ពង់ខ្ពស់ចាប់ពីពេលនេះទៅដែលមិនគោរពព្រះចៅអធិរាជប្រឆាំងនឹងរាជវង្សនឹងប្រឈមមុខនឹងកំហឹងរបស់ស្ថានបរមសុខតើនាងអាចជាព្រះចៅអធិរាជមែនឬធ្វើឲ្យអ្នកខូចបន្ទះ Imperial ទេវាមិនមែនជាខ្ញុំទេបន្ទះនេះមិនអីទេតតែអ្នកមកដល់ហើយវាបានធ្លាក់ចុះព្រះអង្គម្ចាស់យាងមកនៅថ្ងៃស្អែកប្រសិនបើគាត់ឃើញបន្ទះដែលខូចហើយបន្ទោសយើងវានឹងបំផ្លាញការផ្សព្វផ្សាយដែលល្អជាងអ្នកប្រតិបត្តិនៅថ្ងៃនេះថ្ងៃស្អែកយើងនឹងសុំការអភ័យទោសឧត្តមរបស់អ្នកនឹងមិនទទួលខុសត្រូវចំពោះយើងទេចង់ខៃពេញចិញ្ចឹមខ្ញុំជាឪពុកក្មេករបស់នាងតើអ្នកអាចទុកជីវិតរបស់នាងដោយក្តីមេត្តាដ៏ល្ងីល្ងើបែបនេះនាងបានបំផ្លាញបន្ទះអធិរាជហើយទុកឲ្យវុធរបស់នាងប្រមាថភាពខ្ពង់ខ្ពស់របស់អ្នកអង្គនៃការមិនគោរពទាំងនេះមិនអាចលើកលែងទោសបានទេជាងខេពេញឧក្រិដ្ឋកម្មរបស់អ្នកមិនអាចអត់អន់ឲ្យបានទេនាងនឹងត្រូវកាត់ទោសតាមច្បាប់តើអ្នកបានឬទេអ្នកនេសាទដែលគាត់បានបំពេញលើវិញ្ញាណរបស់ Lord Chamby គាត់នឹងត្រូវកាត់ក្បាលនោះមិនមែនជាការពិតទេខ្ញុំបានឮថាឧបទ្ទហេតុនេះជាប់ពាក់ព័ន្ធនឹងព្រះអង្គម្ចាស់ក្សត្រីរបស់ខ្ញុំនេះធំណាស់នេះគឺជាការដ៏គួរឲ្យខ្លាចសុំទោសព្រះអង្គម្ចាស់ Chamby យកក្បាលលោកយាយយ៉ាងខេពេញអ្នកលក់ត្រីអនុញ្ញាតឲ្យខ្ញុំទៅ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 ហ្គេងខេពេញជប់តស៊ូទៅគ្រាន់តែទទួលយកជោគវាសនារបស់អ្នកធ្វើវាអ្នកមិនអាចសម្លាប់ខ្ញុំបានទេប្រសិនបើអ្នកសម្លាប់ខ្ញុំនឹងមានផលវិបាកធ្ងន់ធ្ងរផលវិបាកដ៏អាក្រក់យ៉ាងខេពេញវិញយើងត្រូវបានតែងតាំងដោយព្រះអង្គម្ចាស់គ្រូបង្រៀនកម្រិតទី3ការក្លាយជាគ្រូបង្រៀនជាន់ខ្ពស់គឺជាការប្រាកដដែលនឹងអនុញ្ញាតឲ្យគាត់ទទួលផលវិបាកធ្ងន់ធ្ងរខ្ញុំនិយាយការពិតរួចព្រះអង្គជារាជទាយាទតើអ្នកហ៊ានយ៉ាងណាឧត្តមភាពរបស់គាត់គឺមិនអាចកាត់ថ្លៃបានតើមនុស្សសាមញ្ញដូចអ្នកអាចអះអាងថាមានទំនាក់ទំនងជាមួយគាត់ដោយរបៀបណាអ្នកធ្វើទារុណកម្មអនុញ្ញាតឲ្យខ្ញុំទៅខ្ញុំជាជីដូនដ៏អស្ចារ្យរបស់រួចប្រសិនបើអ្នកសម្លាប់ខ្ញុំព្រះអង្គម្ចាស់នឹងមិនអត់ទោសឲ្យអ្នកទេទីនេះរបស់ Lord Chamber មិនអនុញ្ញាតឲ្យអ្នកខាងក្រៅចូលបានទេថ្ងៃនេះនៅតែនិយាយមិនសមហេតុសមផលខ្ញុំនឹងកាត់ក្បាលអ្នកខ្ញុំចង់ឃើញថាតារាជទាយាទមិនអត់ទោសឲ្យខ្ញុំយ៉ាងណាទៅឆ្ងាយអនុញ្ញាតឲ្យខ្ញុំទៅយាយដ៏អស្ចារ្យយាយដ៏អស្ចារ្យយាយតើអ្នកមិនអីទេរួយហេតុអ្វីបានជាអ្នកនៅទីនេះខ្ញុំមកការពារយាយហេតុតួប្រុសតូចម្នាក់នេះហ៊ានណាស់ខ្ញុំនៅក្មេងប៉ុន្តែខ្ញុំដឹងថាកូនជៀមលុតជង្គង់ផឹកទឹកដោះគោក្អែកចិញ្ចឹមចាស់ទុំយាយរបស់អ្នកពេញមួយជីវិតរបស់នាងដូច្នេះអ្នកអាចក្លាយជាមន្ត្រីហើយអ្នកចាត់ទុកនាងដូចនេះអ្នកអាក្រក់ជាងគ្មានអ្វីសោះវិញយួនជោគជ័យថ្ងៃនេះទាំងអស់គឺអរគុណចំពោះការគាំទ្រផ្ទះតើស្ត្រីនេសាទម្នាក់នេះអាចធ្វើអ្វីបានដើម្បីជួយគាត់បើគ្មានយាយអ្នកនឹងមិនក្លាយជាគ្រូបង្រៀនលំដាប់ទី3នេះទេគ្រាន់តែជាសាច់ញាតិក្រីក្រម្នាក់ទៀតមើលវិញយួនឡើងឋានៈព្យាយាមយកមួយដុំយ៉ាងខេពេញខ្ញុំនឹងមើលរំលងកំហុសអតីតកាលរបស់អ្នកប៉ុន្តែឥឡូវនេះយាយនាំកូននេះទៅធ្វើបាបដល់ផ្ទះភាពមិនច្បាស់លាស់នៃវិមានខ្ញុំជារាជទាយាទហ៊ានមើលងាយខ្ញុំយ៉ាងណារួយសក្តានេះកំពុងចាក់ផ្សាយវាអាចថាគាត់ពិតជារាជទាយាទគាត់គ្រាន់តែជាកូនចិញ្ចឹមរបស់ JNK ពេញប៉ុណ្ណោះតើគាត់អាចធ្វើជារាជទាយាទដោយរបៀបណារួយមិនមែនជាបន្ទុកទេរបស់ទាំងនេះគឺជាអំណោយពីឪពុកម្ដាយរបស់រួយតើ JNK ពេញអាចនិយាយការពិតបានទេអូននេះគឺជាអធិរាជដែលទើបនឹងទទួលស្គាល់ព្រះអង្គម្ចាស់ម្ដងរួយបន្ទាប់មកអ្វីដែលយើងបានធ្វើនៅពេលនេះដើម្បី JNK ព្រះអង្គម្ចាស់នឹងមិនដាក់ទោសយើងទេឥឡូវនេះឯងខ្លាចលុតជង្គង់សុំទោសយាយសុំការអភ័យទោស Ruby Grant មិនអីទេតោះទៅផ្ទះល្មមជប់សម្ដែងវិញយ៉ាងអ្នកមានន័យថាគាត់មិនមែនជារាជទាយាទពិតប្រាកដទេការពិតណាស់คล้ายៗគឺคล้ายៗបើទោះជាអ្នកជួបមនុស្សបន្ថែមទៀតដើម្បីធ្វើសកម្មភាពជាមួយគាត់ក៏ដោយមិនអាចខ្លាចជាព្រះអង្គម្ចាស់ពិតបានទេខ្ញុំកំពុងនិយាយការពិតរួយគឺជាព្រះចៅអធិរាជអ្នកចូលតុលាការជារៀងរាល់ថ្ងៃតើអ្នកធ្លាប់ឃើញកូននេះទេខ្ញុំមិនដែលឃើញគាត់ទេសូម្បីតែ Marquis Nation Bay ក៏មិនបានឃើញកុមារនេះដែរហើយអ្នកហ៊ានអះអាងថាគាត់ជាព្រះអង្គម្ចាស់មិនអីទេរាជទាយាទឯកោខ្ញុំមិនបានរំពឹងថាអ្នកជាមនុស្សបញ្ឆោតទាំងឡាយដែលអៀនខ្មាស់នោះទេដើម្បីទាញយកស្ថានភាពដែលខ្ញុំបានដឹងចាំងតែភីងរកម្ចាស់មកគាត់ដោយចៃដន្យតើមានអ្វីប្លែកដែលអ្នកមិនបានឃើញខ្ញុំប៉ុន្តែអ្នកប្រកាសជាបានឃើញការរបស់ Crown Princess Jade តើពិតជាត្រាព្រះនាងមែនចំណុចទីនេះមូលដ្ឋាន Jade ខ្មៅនេះគឺពិតជារចនាប័ទ្មនៃត្រាព្រះនាងគេព្រោះគេអាចរកមនុស្សធ្វើហើយបន្ទាប់មកបង្កើតត្រាអ្នកដឹងថាគ្មានបញ្ហាទេនេះពិតជាពិត
យាយរបស់ព្រះអង្គម្ចាស់អ្វីដែលអ្នកកំពុងនិយាយថាគាត់ពិតជាមកុដកុំភ័យការរបស់ព្រះអង្គម្ចាស់នេះគឺពិតតែបញ្ជាក់យ៉ាងច្បាស់ថាគាត់មិនមែនជារាជទាយាឪពុកក្មេកបាតារបស់សម្ដេចមានពិតមិនអាចធ្វើជារាជទាយាថាព្រះអាទិត្យបានបំផ្លិចបំផ្លាញខួរក្បាលរបស់អ្នកព្រះអង្គម្ចាស់ពិតជាសំខាន់ណាស់ហើយអ្វីបានជាគាត់កាន់ត្រាផ្ទាល់ខ្លួនការរបស់រាជវង្សជីនដ៏អស្ចារ្យរបស់យើងត្រូវបានប្រារព្ធឡើងដោយដៃគូសិក្សាខ្ញុំឃើញដូច្នេះគាត់គ្រាន់តែជាដៃគូសិក្សាប៉ុណ្ណោះគ្រាន់តែដៃគូសិក្សាម្នាក់ហ៊ានបោកប្រាស់ខ្ញុំឃើញពួកគេទាំងអស់តើយ៉ាងដែលមេគិសមានផែនការបះបោរអ្នកមិនអាចធ្វើវាបានទេប្រសិនបើអ្នកធ្វើបែបនេះអធិរាជនឹងដឹងហើយទ្រង់នឹងដាក់ទោសអ្នកវិញយួនដែលជាដៃគូគឺតែងតែនៅជាមួយព្រះអង្គបើយើងធ្វើបាបគាត់នឹងដឹងទៅវាំងត្អូនតែថាខ្ញុំជាគ្រូទោសរបស់សម្ដេចព្រះបរមនាថខ្ញុំនឹងមិនខ្លាចដៃគូសិក្សាខ្លាញ់ខ្លួនជារាជវង្សទេប៉ុន្តែវាជាបទល្មើសដើមទោសកំពុងធ្វើពុតជាព្រះអង្គម្ចាស់អ្វីដែលយើងកំពុងធ្វើគឺដើម្បីការពារកេរ្តិ៍ឈ្មោះរបស់សម្ដេចឪពុកត្រូវនៅថ្ងៃនេះយើងនឹងធ្វើក្នុងនាមព្រះអង្គម្ចាស់ហើយបង្រៀនមេរៀនដ៏ល្អមួយដល់អ្នកបម្រើដ៏ក្លាហានម្នាក់នេះតើអ្នកកំពុងរងចាំអ្វីដើម្បីចាប់គាត់ឥឡូវនេះភាពខ្ពង់ខ្ពស់របស់អ្នកពួកគេច្រើនជាងយើងលើចំនួនទៅរកឪពុកបាត់អ្នកនៅទីនេះការពារព្រះបរមរតនកោដ្ឋបាត់ព្រះករុណាប្រញាប់តាមពួកគេនៅពេលដែលឪពុកខ្ញុំមកដល់ខ្ញុំនឹងត្រូវប្រកាសថាគាត់ចាប់ខ្លួនអ្នកទាំងអស់គ្នាម្ចាស់របស់ខ្ញុំទេយើងមិនអាចចាប់ពួកគេមិនអាចសំបីតែបញ្ឈប់មនុស្សដែលគ្មានប្រយោជន៍ពួកគេពិតជាមិនអាចនាំព្រះចៅអធិរាជបានទេត្រូវហើយកុំភ័យស្លន់ស្លោព្រះចៅអធិរាជចូលពេកគាត់នឹងមិនចាក់ចេញពីវិមានសម្រាប់រឿងនេះទេក្រៅពីនេះគេខ្លាញ់ខ្លួនជាព្រះអង្គម្ចាស់បើទោះបីជាអ្នកប្រាជ្ញមកដល់ក៏ត្រូវទទួលទោសរួយគឺជាព្រះអង្គម្ចាស់ខណៈពេលដែលនៅតែមានពេលវេលាអ្នកសុំទោសរួយប្រហែលជាអ្នកអាចសង្គ្រោះអ្វីមួយចាំមើលថាតើអ្នកអាចរក្សាវាបានយូរប៉ុណ្ណាអ្នកទាំងពីរខ្លាញ់ខ្លួនជាព្រះអង្គម្ចាស់វាច្បាស់ណាស់ជាអ្នកការពារក្បត់ជាតិយកពួកគេទៅធ្វើទារុណកម្មពួកគេហ៊ានធ្វើអ្វីតើអ្នកនឹងធ្វើអ្វីអំពីវាទាញពួកគេចេញទៅវីយាយអនុញ្ញាតឲ្យរួយទៅឲ្យខ្ញុំទៅរួយយាយឈប់ឪពុកឈប់អ្នកមិនមែនជាឪពុករបស់ខ្ញុំនៅឯណាឪពុករបស់ខ្ញុំឧត្តមរបស់អ្នកខ្ញុំរកមិនឃើញព្រះចៅអធិរាជទេខ្ញុំបាននាំរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពសម្ដេចខ្ញុំសុំទោសខ្ញុំយឺតខ្ញុំសុំនឹងស្លាប់អ្នកកំសាកដ៏ក្លាហានដល់លែងសម្ដេចគាត់ឥឡូវនេះរឿងល្អដែលអ្នកបានមកដល់បាត់បង់រួយលោកម្ចាស់ចិនបែហ៊ានប៉ុណ្ណាអញហ៊ានធ្វើបាបសម្ដេចតាមវិធីផ្ទាល់ខ្លួនខ្ញុំគិតថាអ្នកមានវាល្អពេកហើយអ្នកមិនសមនឹងទទួលបានចំណងជើងរបស់អ្នកទេរដ្ឋមន្ត្រីអ្នកយកខុសតើយើងហ៊ានធ្វើបាបសម្ដេចដោយរបៀបណាបាត់រដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពអ្នកច្បាស់ជាឃើញកូននេះមិនមែនជាព្រះអង្គម្ចាស់ទេគាត់មានតែការរបស់ព្រះអង្គម្ចាស់គាត់ជាអ្នកបម្រើដែលធ្វើពិតជាព្រះអង្គម្ចាស់រដ្ឋមន្ត្រីសូមមានប្រាជ្ញារួយទ្រង់ពិតជារាជបុត្រីព្រះចៅអធិរាជបានបញ្ជូនឆ្នាំនឹងព្រះអង្គម្ចាស់វងដើម្បីការពារព្រះអង្គម្ចាស់តើខ្ញុំអាចសួរឯកឧត្តមរដ្ឋមន្ត្រីវងនៅឯណាខ្ញុំចេញទៅទាំងប្រញាប់ថ្ងៃនេះហើយមិនបាននាំគាត់មកទេវាមិនសមហេតុសមផលទេគាត់នៅទីនេះដើម្បីការពារព្រះអង្គម្ចាស់ពួកគេមិនអាចបំបីគ្នាបានទេអ្នកមិនមានរដ្ឋមន្ត្រីវងតើអ្នកហ៊ានអះអាងថាជាព្រះអង្គម្ចាស់យ៉ាងម៉េចស័ក្តិសមជារដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពពិតជាយល់ឃើញណាស់អ្នកលើកដំកើងទូបង្គំព្រះអង្គកាត់ប្រកិច្ចរបស់ខ្ញុំទាំងអស់អ្វីដែលខ្ញុំគួរសម្លាប់ពីអ្នកហ៊ានប្រើឈ្មោះសម្ដេចនឹងបង្កបញ្ហានៅក្នុងផ្ទះរបស់ម៉ាគ្វីលើកជង្គង់ចុះសារភាពភ្លាមលើកជង្គង់ចុះមកខ្ញុំតើអ្នកអាចទិញវាបានខ្ញុំជាគ្រូបង្រៀនថ្នាក់ទី3ដល់សម្ដេចដូច្នេះអ្នកគឺជាគ្រូបង្រៀនតូចខ្ញុំបានលើថាព្រះអង្គម្ចាស់ឲ្យតម្លៃអ្នកខ្លាំងណាស់នៅក្មេងអ្នកបានក្លាយជាមន្ត្រីលំដាប់ទី3ការរំពឹងទុកនាពេលអនាគតរបស់អ្នកគឺគ្មានដែនកំណត់មិនមែនតតែសោះវិញយួនកុំសុភាពពេកចាប់តាំងពីលោកវិញយួនឡើងឋានៈញាតិសន្តានក្រីក្រទាំងនេះបានមកកប់ព្រះហឫទ័យនឹងគាត់កុំបារម្ភលោកជំទាវខ្ញុំនឹងដាក់ទោសអ្នកទាំងពីរនេះយ៉ាងធ្ងន់ធ្ងរខ្ញុំសង្ឃឹមនាពេលអនាគតគ្រូនៅចំពោះមុខព្រះអង្គម្ចាស់នឹងនិយាយពាក្យល្អមួយចំនួនសម្រាប់ខ្ញុំពិតណាស់ហ៊ានធ្វើបាបក្រែនមែនខ្ញុំនឹងកាត់ក្បាលរបស់អ្នកនឹងមិនស្រក់ទឹកភ្នែករហូតដល់អ្នកបានឃើញគ្រូបង្ហាត់វិជុខ្ញុំនឹងចាប់អ្នកទាំងពីរនេះដាក់គុកខ្ញុំសុំទោសចំពោះបញ្ហាដែលរដ្ឋមន្ត្រីមិនមានបញ្ហាអ្វីទាំងអស់យកពួកគេទៅឆ្ងាយអ្នកមានបញ្ជាការវងនាំអ្នកមកទីនេះខ្ញុំទើបចាប់បានជនក្បត់ពីរអ្នកខ្លាញ់ខ្លួនជាព្រះអង្គម្ចាស់ខ្ញុំហៀបនឹងនាំគេទៅក្រសួងមិនក៏ហ៊ានខ្ញុំមកយឺតក្នុងការជួយសង្គ្រោះសូមអភ័យទោសដល់សម្ដេចផងព្រះអង្គម្ចាស់វ៉ាងអាក់ក៏មានបញ្ជាការបានមកដល់ហើយឥឡូវនេះអ្នកត្រូវតែជឿថាខ្ញុំគឺជារាជទាយាភាពក្រអឺតក្រទុំនេះគឺជាព្រះចៅអធិរាជដែលបានតែងតាំងជាព្រះអង្គម្ចាស់ម្ដងរួយនៅវិមានខាងកើតតើអ្នកហ៊ានសួរគាត់យ៉ាងម៉េចព្រះអង្គសង្គ្រោះជីវិតទូបង្គំព្រះអង្គម្ចាស់អ្នកបានធ្វើបាបយាយហើយរំពឹងថានឹងបានសេចក្តីមេត្តាពីខ្ញុំជីដូនរបស់ព្រះអង្គម្ចាស់មិនមែនជាព្រះចៅអធិរាជខ្លួនឯងទេព្រះចៅអធិរាជសូមប្រោសលោកយាយតើអ្នកគិតយ៉ាងណាចំពោះព្រះចៅអធិរាជមន្ត្រីនេះខ្វាក់មិនស្គាល់ព្រះករុណាសូមមេត្តាអាណិតខ្ញុំម្ដងព្រះរាជជាមនុស្សកំណាចដែលមិនចេះនិយាយហ៊ានខុបខិតដោយចំហក្រោមការឃ្លាំមើលរបស់សម្ដេចដោយសម្ងាត់ពួកគេត្រូវតែជិះជាន់ប្រជាជនកាន់តែច្រើនការរក្សាគាត់នឹងនាំមកនូវគ្រោះមហន្តរាយយាយត្រូវមេតបវាងតើគាត់ចេញពីតំណែងសំខាន់របស់គាត់ចាប់គាត់ដាក់គុកដើម្បីរងចាំការជំនុំជម្រះបាត់អ្នកយាមយកគាត់ទៅឆ្ងាយអធិរាជដាវជាខ្ញុំបានដឹងពីកំហុសរបស់ខ្ញុំព្រះចៅអធិរាជសូមអាណិតមេត្តាព្រោះគេមិនដឹងពីស្ថានភាពរបស់យាយពួកគេហ៊ាននឹកពេកក្រោះខ្ញុំនឹងរៀបចំពិធីជប់លៀងវិនិយោគដើម្បីប្រកាសដល់ពិភពលោកទាំងមូលអ្នកគឺជាជីដូនអធិរាជដ៏គួរឲ្យគោរពរបស់ខ្ញុំអរគុណរួយៗរបស់ខ្ញុំដោយព្រះរាជក្រឹត្យរបស់ព្រះអង្គម្ចាស់ក្នុងរយៈពេល3ថ្ងៃ
ពិធីជប់លៀងវិនិយោគរបស់យាយទាំងមូលអស់អ្នកណាដែលធ្វើបាបនាងនឹងត្រូវទទួលទោសនៅក្នុងពិធីបុណ្យវិញយួនយាយដំណឹងល្អពីនាងកំពុងរៀបចំពិធីជប់លៀងវិនិយោគព្រះអង្គម្ចាស់បានផ្ញើការអញ្ជើញពិសេសមកយើងចាប់អ្នកខ្លាញ់បន្លំទាំងនោះធ្វើពុតជាព្រះអង្គម្ចាស់ត្រូវតែបានធ្វើឲ្យគាត់ចាប់អារម្មណ៍ឱកាសដ៏កម្រនេះនៅពេលដែលអ្នកបើកអ្នកត្រូវតែពូកែក្នុងពិធីជប់លៀងឲ្យមានការចាប់អារម្មណ៍ដ៏ល្អរបស់ព្រះអង្គម្ចាស់និងអធិរាជសូមគោរពថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រីការទទួលបានការពេញចិត្តពីនាងអាចទទួលបានតំណែងជារដ្ឋមន្ត្រីមិនមានការប្រឹងប្រែងល្អព្រះបាទសម្ដេចព្រះបរមរតនកោដ្ឋមានលំនឹងប៉ុន្តែការនឿយហត់ជាច្រើនឆ្នាំបានធ្វើឲ្យនាងបាត់បង់ត្រូវការការជាសះស្បើយយ៉ាងទូលំទូលាយម្ដាយអធិរាជគ្រប់ឆ្នាំទាំងអស់នេះមើលថែរួយអ្នកប្រកាសជាហត់នឿយការថែទាំរួយមិនពិបាកទេសុខភាពខ្ញុំខ្សោយមិនមែនបណ្ដាលមកពីការចិញ្ចឹមគាត់ទេជាការធ្វើខ្លួនឯងរហូតដល់ស្លាប់ផ្ដល់ថវិកាដល់ការប្រឡងអធិរាជរបស់កូនប្រុសនាងប៉ុន្តែបន្ទាប់ពីលេងវិញយួនបានខ្លាចជាអ្នកប្រាក់កម្ពូលគាត់បានបោះបង់ចោលនាងដើម្បីឡើងជណ្ដាលសង្គមគាត់បានក្បត់ម្ដាយរបស់គាត់ភាពអាម៉ាស់ជាកូនប្រុសនេះលេងវិញយួនខ្ញុំគិតថាគាត់ជាយុវជនដែលមានទេពកោសល្យដ៏កម្រក្នុងចំណោមមិត្តរួមការងាររបស់ខ្ញុំថែមទាំងបានផ្សព្វផ្សាយគាត់ជាពិសេសតើអ្នកណានឹងបានគាត់បានប្រែក្លាយទៅជាមនុស្សទុច្ចរិតដ៏មិនស្មោះត្រង់នេះអ្នកយាមតាមព្រះរាជក្រឹត្យរបស់អធិរាជដកលោកលេងវិញយួនចេញពីតំណែងរបស់ព្រះរហូតតំណែងមកគ្រីស្ពីផ្ទះរបស់គាត់ឪពុករងចាំពិធីជប់លៀងរបស់ជីដូនគឺនៅថ្ងៃស្អែកសូមដាក់ទោសពួកគេនៅក្នុងពិធីជប់លៀងនៅចំពោះមុខមន្ត្រីទាំងអស់អនុញ្ញាតឲ្យតុលាការទាំងមូលធ្វើជាសាក្សីវិបាកនៃការប្រមាថព្រះចៅអធិរាជនិយាយបានល្អរួយរបស់យើងបានគិតរឿងនេះយ៉ាងល្អិតល្អន់ព្រះមេត្តាយកយ៉ាងណាដែរចុះហត្ថលេខាលើឯកសារនេះនៅពេលអ្នកបើកខ្ញុំជាម្ដាយរបស់អ្នកធ្វើម៉េចអ្នកបោះបង់ខ្ញុំចាប់ពីថ្ងៃនេះទៅយើងលែងពាក់ព័ន្ធទៀតហើយខ្ញុំនឹងស្ដាប់បង្គាប់អ្នកកុំសោកសៅជីដូនឪពុកម្ដាយអធិរាជហើយខ្ញុំនឹងក្លាយជាគ្រួសាររបស់អ្នកឥឡូវនេះនៅអាយុរបស់ខ្ញុំស្លៀកពាក់ហួសហេតុពេកវាជាព្រះមេត្តាអួតអាងពេកអ្នកគឺជាព្រះចៅអធិរាជគួរតែស្លៀកពាក់ឲ្យថ្លៃថ្នូរដើម្បីបង្ហាញពីសេចក្តីថ្លៃថ្នូររបស់អធិរាជដល់មនុស្សគ្រប់គ្នាជីដូនមិនចាស់តតែសោះនៅពេលដែលជប់ពិធីមកដល់អ្នកនឹងពាក់វានឹងបង្ហាញពីទេពអប្សរសេឡេស្ទៀលក្នុងគំនូរអូរយអណ្ដាតផ្អែមរបស់អ្នកអាចតាក់ទាញសត្វស្លាប់ពីដើមឈើចង្កេះរបស់ព្រះករុណាមិនសមទេវាមិនមែនទើបតែបង្កើតដោយការិយាល័យកាត់ដេរទេតើការវាស់វែងអាចខុសយ៉ាងដូចម្ដេចអត់ទោសឲ្យយើងព្រះករុណាខ្ញុំបានទទួលទានអាហារឆ្ងាញ់ក្នុងរាំងថ្មីនេះចង្កេះរបស់ខ្ញុំកាន់តែពេញកុំបន្ទោសពួកគេល្អណាស់ព្រោះព្រះនាងអង្វរអ្នកយើងនឹងកាត់បន្ថយទោសតើនៅពេលណាដែលអាចផ្លាស់ប្ដូរសម្លៀកបំពាក់កំពុងតែដំណើរវាឥឡូវនេះប៉ុន្តែត្រូវការយ៉ាងហោចណាស់4ម៉ោងអ្វីដែលពិធីជប់លៀងចាប់ដើមក្នុងរយៈពេល2ម៉ោងតើយើងអាចធ្វើវាដោយរបៀបណាវាមិនអាចទៅរួចនោះទេកុំបារម្ភខ្ញុំពីមុនមានឈុតថ្មីជាច្រើនដែលផលិតមិនដែលពាក់នៅឡើយទេយើងនឹងប្រើមួយក្នុងចំណោមនោះដំបូងនៅពេលដែលវាត្រូវបានផ្លាស់ប្ដូរយើងនឹងផ្លាស់ប្ដូរនៅពេលក្រោយល្អណាស់មិនក៏ពណ៌ធម្មតាដែរមិនសមនឹងស្ថានភាពរបស់អ្នកអាយុដែលអ្នកចូលចិត្តស្ត្រីថ្លៃថ្នូរចាស់ទាំងនោះពាក់មិនអីទេខ្ញុំនឹងផ្លាស់ប្ដូរម្ដងទៀត